ជាតិមិនវិញមិនវិញរសជាតិញ៉ាំបងអែមស្រាយស្វាយទុំនេះគឺធ្វើតាមរូបមន្តរបស់អ្នកគ្រូឃើញវីដេអូរបស់អ្នកគ្រូធ្វើតំណងគួរចង់ហូបម៉ែកូនបឺតក៏ធ្វើតាមរសជាតិឆ្ងាញ់ប្លែកមាត់បងអាចសាកធ្វើហូបបានណែបឺតមកពីណាណាមកពីយកវ៉ាន់ដាក់យកវ៉ាន់តែភ្ញៀវយកវ៉ាន់ស្វាយមកពីណាយាយក៏មកពីផ្ទះក៏មកពីស្រែអូយាយមកពីផ្ទះយកស្វាយមកឲ្យស្វាយស្រែយើងស្វាយផ្ទះម៉ែកូនបឺតមកពីដាក់អីវ៉ាន់វិញអ៊ំគាត់មកពីខាងសរិនហ្នឹងក៏ទៅឡើងមកពីផ្ទះអញ្ចឹងហើយគាត់បានផ្លែស្វាយយកមកឲ្យចំពេលដែលម៉ែកូនបឺតចង់ធ្វើស្រែស្វាយទុំល្មមដោយមិនបាច់ចំណាយលុយទិញគេប៉ុន្តែស្វាយនេះអត់សូវល្អហ្មងទេអ្នកនរគ្នាឃើញម៉ែកូនបឺតចាត់ចោលខ្លះយកខ្លះដោយសារវាទក់អញ្ចឹងវាជ្រេញវាអត់សូវល្អសម្រាប់ស្ករសខ្ទិះដូងយើងរំលែកវាជាពីរមុខមួយធ្វើមួយសារាយមួយធ្វើជាមួយនឹងផ្លែស្វាយម្សៅសារាយក៏យើងរំលែកដូចគ្នាហើយយើងដាក់អំបិលបន្តិចផងមកឥឡូវយើងធ្វើសារាយមុនយើងដាក់ទឹកចំនួន400មីលីលីត្រដាក់អំបិលចូលបន្តិចមកបន្ទាប់មកយើងដាក់ស្ករសនេះចំនួន3ខាំរួចហើយយើងចាប់ផ្ដើមបើកភ្លើងតិចមកយើងកូរស្ករឲ្យរលាយជាមួយនឹងទឹកកំពុងតែថតវីដេអូសក់កូនបឺតនេះភ្ញាក់ពីដេកល្មមអ្នកទាំងអស់គ្នានេះតើតែយើងទៅលើកទៅអោបចឹងណាមិនបាត់យំបន្ទាប់ពីយើងកូរទឹកឲ្យរលាយជាមួយនឹងស្កររៀបរយហើយយើងចាប់ផ្ដើមកូរម្សៅសារាយនេះយើងប្រើចំនួន1ស្លាបព្រាបាយមកអ្នកទាំងគ្នាហើយយើងដាក់ទឹកបន្តិចមកយើងកូរវាឲ្យរលាយហើយយើងយកវាទៅចាក់ចូលទឹកកំប៉ុងពុះទឹកសារាយរបស់យើងនឹងកំប៉ុងពុះចាក់ចូលអស់មកអ្នកគ្នាបន្ទាប់មកយើងកូរវាបន្តិចមករួចហើយយើងទុកវាតាមមកពុះបានហើយអ្នកគ្នានេះទុកបានមកពុះប៉ុណ្ណឹងចុងក្រោយយើងដាក់ជាមួយនឹងខ្ទិះដូងចូលហើយខ្ទិះដូងនេះម៉ែកណួតប្រើចំនួន250មីលីលីត្រដាក់ខ្ទិះដូងចូលហើយយើងកូរវាបន្តិចរមាស់វាតាមមកពុះមកបានហើយកុំទុកដល់ផុលដូចម៉ែកូនបឺតនេះម៉ែកូនបឺតដាក់ឡើងផុលហ្មងអ្នកគ្នារមាស់តាមមកពុះប៉ុណ្ណឹងមកយើងអាចលើកវាយកទៅទុកចាក់ចូលនៅក្នុងចានចំហួយបានហើយសម្រាប់វិធីធ្វើចំហួយឬក៏ធ្វើសារាយនេះគឺអត់មានអីពិបាកទេអ្នកគ្នាបងណាក៏គាត់ចេះធ្វើដែរងាយស្រួលធ្វើមែនតើនេះហើយយើងអ្នកតាកន្លះទេយើងទុកកន្លះទៀតដាក់ឲ្យផ្លែស្វាយយើងដាក់ចំហួយស្វាយអ្នកគ្នាឥឡូវយើងដាក់អានេះតែកន្លះមកហើយយើងយកវាទៅដាក់នៅក្នុងទូទឹកកកឲ្យវាឆាប់ត្រជាក់ដល់ពេលដែលវាត្រជាក់ឡើងរឹងហើយបានយើងយកមកដាក់ស្វាយបានឥឡូវយើងចាប់ដើមយកសាច់ស្វាយយកទៅដាក់នៅក្នុងម៉ាស៊ីនក្លុកហើយទឹកនេះប្រើចំនួន400មីលីលីត្រដូចគ្នាយើងដាក់ក្លុកក្រោយពីយើងក្លុកស្វាយបានម៉ត់ល្អហើយយើងចាក់ចូលវានៅក្នុងឆ្នាំងតែម្ដងមកអ្នកគ្នាបន្ទាប់មកយើងដាក់ស្ករសចំនួន3ខាំដូចគ្នាដាក់អំបិលបន្តិចផងហើយយើងកូរវាឲ្យរលាយជាមួយនឹងសាច់ស្វាយហើយចាំយើងបើកភ្លើងតាមក្រោយប៉ុន្តែខ្ញុំនេះអត់សូវធ្វើទុកទេអ្នកគ្នាអង្គុយមើលតុក្កតាគៀនម៉ែវាហ្នឹងយើងរងាស់ស្វាយបានរៀងពុះព្រួចបន្តិចយើងចាប់ផ្ដើមដាក់សារាយចូលតម្រង់នេះយើងដាក់ហើយយើងកូរបដាដាក់បដាកូរបដាបែបនេះចុងក្រោយគេបង្អស់យើងដាក់ជាមួយនឹងខ្ទិះដូងដាក់ខ្ទិះដូងហើយយើងកូរវាបន្តិចហើយយើងទុកវាតែមកពុះបានហើយកុំទុកឲ្យពុះយូរពេកអ្នកគ្នាខ្លាចវាខ្លោចនេះទុកវាតែមកពុះប៉ុណ្ណឹងមកយើងអាចលើកវាយកទៅដួសដាក់នៅក្នុងចានសារាយបានហើយមុននឹងដួសសារាយស្វាយដាក់ជាមួយនឹងសារាយពណ៌សអ្នកគ្នាមើលសារាយពណ៌សនឹងរឹងនៅបើមិនទាន់រឹងទេកុំទាន់ណាដួសដាក់ទុកសារាយពណ៌សរហូតតតែវារឹងចាំយើងដួសសារាយស្វាយនឹងដាក់ពីលើឃើញបងទាំងអស់គ្នាតំណងគួរឲ្យចង់ហូបមែនតើហើយមានពិបាកអីធ្វើទេបងទាំងអស់គ្នាងាយស្រួលធ្វើមែនតើខែនេះខែសម្បូរផ្លែស្វាយដល់ផ្ទះបងណាក៏មានផ្លែស្វាយដែរទាំងផ្ទះខ្ញុំទាំងផ្ទះគេអត់ចេះខ្វះទេផ្លែស្វាយទុំអ្នកខ្លះទុកឲ្យទុំជ្រុះចោលហ្នឹងអត់ដឹងធ្វើអីទេច្រើនពេកវាហូបធុញបងអ្នកគ្នាយកផ្លែស្វាយយកមកច្នៃធ្វើចំហួយសារាយផ្លែស្វាយបែបនេះយកទៅចែកចាស់ហូបធានាថាមានរសជាតិឆ្ងាញ់ហ្មងមកជិះទៅមើលរសជាតិមិនវិញមិនវិញរសជាតិញ៉ាំញ៉ាំនេះទៅភ្នែកធំមើលឆ្ងាញ់ឆ្ងាញ់មែនណាឆ្ងាញ់រសជាតិថ្មីអត់ដែរហូបពីមុនមកឆ្ងាញ់របស់អ្នកគ្រូមែនណោះកូនគ្រូឆ្ងាញ់ណាស់អ្នកគ្រូចាក់ចូលចានមើលចាក់មើលតំណងចាក់ចេញអត់1 2 3អត់ចេញគោះមកគោះយកចឹងមួយជីមកយកកបាត់ឈៀបញ្ចេញជាដាក់វាផ្កាប់មើលតំណងដាក់វាផ្កាប់សុំចាប់ចាយហូបខ្លួនឯងឃើញអ្នកគ្នាតំណងណាយកកបាត់ចាត់មើលកបាត់ចាត់អ្នកគ្នាបងដែលមានស្វាយទុំច្រើនណាអាចយកមកធ្វើបានឬធ្វើតែស្វាយទុំក៏បាននេះធ្វើតែស្វាយទុំតេក៏បាននេះជាមួយនឹងអីម្សៅចំហួយណាជាមួយនឹងម្សៅសារាយអ្នកគ្នានេះបកមកថែកមកនេះឃើញទេតំណងមែនតើអ្នកទាំងអស់គ្នាជាតិមកនេះហូបមកការហូបចឹងហ្មងយើងហូបនៅគ្នាយើងហូបនេះយើងធ្វើខោបខ្លួនយើងដែរឃើញទេឆ្ងាញ់ណារសជាតិឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាអីស្វាយធំក្រាន់មិនវិញធំក្រាន់ស្វាយសុតហ្មងឲ្យមិនក្អូបខ្ទិះណា
យើងណាច់ជាមួយនឹងខ្ទិះដូងទៅឆ្ងាញ់រសជាតិថ្មី